Bác em mà xôn trong rệp xô bốc mai mìnhទាំងអស់គ្នាបាទពុកម៉ែមីងនៅក្នុងថ្ងៃនេះគឺថ្ងៃទី5ខែ6មកខែមិថុនាឆ្នាំ2025នៅក្នុងថ្ងៃនេះពុកម៉ែមីងខ្ញុំបាទមានសប្បន្នជូនទៅកាន់ពុកម៉ែមីងផងដែរគឺខ្ញុំទិញឡានឬទិញឡានថ្មីហ្នឹងណាពុកម៉ែមីងហើយឡានហ្នឹងខ្ញុំចតចោលនៅក្រោមផ្ទះយើងផ្ទះឈើពុកម៉ែមីងអញ្ចឹងផ្ទះឈើយើងមានជាងសសរមានអីអញ្ចឹងតែយើងអាចដាក់ឡាននៅពីក្រោមបានហើយឡាននឹងខ្ញុំក៏យាយចេញតបងគូបំណងថាយាយយកឡានទៅលាងទេពុកម៉ែមីងហ្នឹងហើយឡានដែលខ្ញុំទៅទិញហ្នឹងគឺឡាន570ពុកម៉ែមីង570ពណ៌ខ្មៅឆ្នាំ2013ពុកម៉ែមីង013ហើយហ្នឹងហើយយើងឲ្យយាយចេញមកដាក់ប្រពន្ធខ្ញុំដាក់អីចឹងទៅដាក់កូនអីចឹងទៅហ្នឹងហើយខ្ញុំក៏បើកចេញទៅដល់មាត់ទន្លេពុកម៉ែមីងទៅទន្លេនៅមាត់ទន្លេដល់ពេលទន្លេដល់មាត់ទន្លេយើងក៏បានឃើញអ៊ីម្នាក់គាត់បានយកដុំឈើណាដុំឈើមួយដុំតូចល្មមដែរបាទប្រហែលជាបាទថាតូចល្មមធំជាងទៅជាងផ្លូវយើងតិចបោះចូលក្នុងទឹកបាទនឹងតែគាត់បោះទឹកអីទេអត់ដឹងថាគុំណោមកគាត់បោះទឹកអីទេប៉ុន្តែនៅក្បែរកន្លែងដែលគាត់បោះហ្នឹងគឺយើងឃើញមានសត្វក្រពើមួយប្រហែលមិញសត្វក្រពើកំពុងតែផ្ងាពុះឡើងលើតែលើទឹកណាលើប្រៀបថាវាងាប់អញ្ចឹងទៅវាផ្ងាពុះអញ្ចឹងណាបាទដល់ពេលប្រពន្ធខ្ញុំក៏បានសួរអ៊ីថាថៃបានវាងាប់អីអញ្ចឹងណាអ៊ីនឹងគាត់ថាគាត់មិនដឹងដែរប៉ុន្តែដល់ពេលរួចខ្ញុំក៏បានឃើញថាក្រពើហ្នឹងដូចនៅជើងវានៅប្រងាស់ពុកម៉ែមីងហើយជើងវាប្រងាស់ទៅសាប់វាក៏មិនវិលក្លាប់ខ្លួនវាបានពុកម៉ែមីងអញ្ចឹងបានតែក្រពើហ្នឹងអត់ងាប់ដល់ពេលខែវពីពេលដែលវាក្លាប់ខ្លួនបានវាផ្ងាក្លាប់បានផ្ងាវាថាវាមិនតន់ស្រួលខ្លួនវាអីចឹងណាសាប់ទៅពេលចុងក្រោយវាហែលបានវិញពុកម៉ែមីងវាហែលវិញបានធម្មតាហែលលុបហែលងើបអីធម្មតាបានវិញអត់តែចៃដនអីអ៊ីម្នាក់ហ្នឹងគាត់កំពុងហែលទឹកស្រាប់ខ្ញុំភ័យខ្ញុំថាអ៊ីហែលលឿនមកក្រពើវាមកហើយក្រពើវាតម្រង់មកមែនពុកម៉ែមីងចឹងប៉ុន្តែចុងក្រោយអ៊ីហ្នឹងគាត់ឡើងបានមកផុតហើយក្រពើហ្នឹងក៏បាទវាអត់បានស៊ីអីទេបាទបន្តមកទៀតខ្ញុំក៏គាត់ថានាំកូននាំពន្ធអីមកផ្ទះវិញប៉ុន្តែខ្ញុំបែរជាជីកកង់បើកូនពុកម៉ែវិញណាជីកកង់បើកូនចេញមកមុនហើយប្រពន្ធខ្ញុំអ្នកបើកឡានតាមក្រោយហ្នឹងហើយបើកឡានតាមក្រោយមកខ្ញុំក៏ទៅមុនទៅហើយជីបើកធៀបកូននឹងមកបាទពេលមកដល់ផ្ទះប្រៀបថាឡានហ្នឹងខ្ញុំទៅទិញចឹងទៅប៉ាខ្ញុំអីគាត់អត់តន់ដឹងមានអារម្មណ៍ថាគាត់ដូចអត់សូវស្រឡាញ់មិនទេពុកម៉ែមិញបាទមានអារម្មណ៍ចឹងណាគាត់ដូចមិនសូវស្រឡាញ់មិនទេបាទហើយមួយទៀតពេលដែលមកវិញហ្នឹងក៏ជួបជុំបងប្អូនពុកម៉ែមិញបងប្អូនខាងសៀមរាបគាត់មកអញ្ចឹងគាត់ធ្វើម្ហូបធ្វើអីហូបជុំគ្នាអញ្ចឹងទៅហើយមានមុខម្ហូបមួយគឺបុកកសាំងណាបងម៉ែមីងបាញ់ចាំកសាំងហ្នឹងខ្ញុំថាខ្ញុំឃ្លានចាំកសាំងហ្នឹងយូរហើយបាទហើយម៉ាក់ថាដោយសារនៅជើងវាអត់មានកសាំងអញ្ចឹងហ្នឹងហើយអញ្ចឹងសុបិនរបស់ខ្ញុំមានប៉ុណ្្នឹងឯងពុកម៉ែមីងបាទមានប៉ុណ្្នឹងឯងអញ្ចឹងឡានហ្នឹងពេលដែលយកចូលមកវិញខ្ញុំបានយកចតទៅដល់ក្នុងផ្ទះវិញហើយពុកម៉ែមីងណាចូលដល់ក្រោមផ្ទះវិញហើយបាទមានតែប៉ុណ្្នឹងទេចែកជូនទៅកាន់ពុកម៉ែមីងទាំងអស់គ្នាបាទជូនពរពុកម៉ែមីងហេងទាំងអស់គ្នានៅក្នុងថ្ងៃនេះ